ស្អាតបែបនេះទៀតដល់ខាត់ផ្កាកងនៅខេត្តកាបរីកទៀតហើយបងតែឃើញផ្កាកងរីកចាគឺអូននឹកដល់ខេត្តអូនហ្មងទេបងអូនមកប្រាប់ពីរបៀបថតរូបបែបនេះនឹងបែបនេះឲ្យបងមើលសួស្ដីបងថ្ងៃនេះមកទៀតហើយរដូវកាលនេះគឺជារដូវកាលផ្កាកងរីកទៀតហើយចឹងអូននាំបងឲ្យមកស្គាល់ពីកន្លែងផ្ការីកស្អាតបងជិះតាមឆ្នេរកាបមករហូតមកកន្លែងមួយនេះវិញរាល់ឆ្នាំគឺវារីកស្អាតខ្លាំងណាស់បងប៉ុន្តែឥឡូវទៅវាទៅចាប់ផ្ដើមរីកជាមួយអាទិត្យទៀតទៅវារីកអស់ប្រហែលជាស្រស់ស្អាតខ្លាំងមែនទែនហើយកន្លែងដែលផ្ការីកស្អាតហ្នឹងកន្លែងនេះបងនៅទល់មុខផ្លូវទៅផាចូលមន្ទីរបេសនីនឹងឯងទៅឃើញបងទៅថតរូបច្រើនខ្លាំងណាស់បងទៅឥឡូវនេះកំពុងតែរីកស្អាតតែម្ដងទៅស្រស់ស្អាតពេកទៅពីអ្នកបិទភ័ក្រអនរត់ឲ្យលេះទាំងម្ដងទៅហ្នឹងអត់សូវចេះថតទេប៉ុន្តែបើគេអ្នកចេះថតស្អាតប៉ុណ្ណាទៅស្អាតបែបអង្គថតត្រឹមជាមួយមិត្តភ័ក្តិអនឡាញបងអើយប្រហែលជាមួយអាទិត្យពីអាទិត្យទៀតផ្កាកងរីកអស់ហើយប៉ុន្តែឥឡូវវាកំពុងតែរីកដល់កន្លែងនោះទេអរគុណបងដែលបានទស្សនាវីដេអូអូនណាចាំផ្កាកងរីកច្រើនយកអមមកថតម្ដងទៀតបាយបាយ